ចឹងធ្វើម៉េចឲ្យទៅផ្ទះយើងស្អាតកន្លែងធ្វើការយើងស្អាតហ្នឹងក៏មិនទាន់អាចចង់ទៅសម្អាតសង្គមទាំងមូលឲ្យស្អាតដែរយើងមុនពេលដែលយើង complain ថាសង្គមអត់ទាន់ស្អាតផ្ទះយើងស្អាតនៅអ្នកកន្លែងធ្វើការរបស់យើងតែមកកវិចហ្នឹងទេស្អាតនៅការរស់នៅស្អាតនេះវាគឺជាទម្លាប់មួយដែលខ្ញុំអាចហៅថាវាជាទម្លាប់ប្រចាំជីវិតណាចារស់នៅស្អាតវាស្រួលនិយាយប៉ុន្តែភាគច្រើនយើងខ្ជិលយើងទទួលស្គាល់ចឹងទៅចារស់នៅទម្លាប់ឲ្យស្អាតវាតាក់ទងទាំងអស់តាំងពីសុខភាពតាំងពីការងារតាំងពីការប្រស្រ័យតាក់ទងនឹងស្អាតអញ្ចឹងនៅក្នុងរស់នៅស្អាតត្រង់នេះខ្ញុំអាចថាយើងផ្ដោតទៅលើផ្ទះដែលយើងរស់នៅកន្លែងដែលយើងធ្វើការចាពីរហ្នឹងគឺត្រូវតែស្អាតហើយអញ្ចឹងធ្វើម៉េចឲ្យទៅផ្ទះយើងស្អាតកន្លែងធ្វើការយើងស្អាតហ្នឹងក៏មិនទាន់អាចចង់ទៅសម្អាតសង្គមទាំងមូលឲ្យស្អាតយើងមុនពេលដែលយើង complain ថាសង្គមអត់ទាន់ស្អាតផ្ទះយើងស្អាតនៅអ្នកកន្លែងធ្វើការរបស់យើងតែមកកវិចហ្នឹងទេស្អាតនៅហើយបើនិយាយពីរឿងការរស់នៅស្អាតវិញនៅផ្ទះកន្លែងដែលទៀមទីឲ្យដាច់ខាតត្រូវតែស្អាតហ្មងគឺកន្លែងយើងគេងចាយើងទទួលស្គាល់ថាបើសិនបើយុវវ័យពេលបច្ចុប្បន្នណាគាត់ខ្ជិលអាបន្ទប់គេងរបស់គាត់អាខែគេងរបស់គាត់ហ្នឹងគឺខ្ជិលរៀបពូកហ្នឹងហ្មងទម្លាប់អត់ល្អយើងក្រងពីគេងមកអត់បត់ភួយទេពេលហ្នឹងយើងចេះគិតក្នុងចិត្តថាហាក់ចូលយប់ឡើងគង់ឲ្យចូលគេងនេះណាបត់ទៅអីបត់ភួយទៅអីគង់រើវិញហ្នឹងគង់រើអញ្ចឹងអាហ្នឹងវាជាទម្លាប់មួយដែរអត់ល្អវាអញញ៉ៃវាស្មុគស្មាញហើយអាទម្លាប់អាក្រក់មួយទៀតហ្នឹងញ៉ាំអីយកញ៉ាំចូលបន្ទប់គេងយើងវាខ្ជិលដល់ថ្ងៃដល់ពេលខ្ជិលអូយកចានទៅញ៉ាំម្ជូរទៅញ៉ាំនេះញ៉ាំនោះអាហ្នឹងសំសម្រាមសន្សំភាពស្មុគគ្រោកហ្នឹងឯងហើយយើងនៅខាងក្រៅយើងតុបតែងខ្លួនស្អាតដល់ពេលមើលកន្លែងគេងអត់ហ៊ានឲ្យគេចូលទេអញ្ចឹងអាហ្នឹងគឺអីដែលត្រូវកែហើយកន្លែងស្អាតទី2ដាច់ខាតត្រូវតែស្អាតគឺបន្ទប់ទឹកចាបន្ទប់ទឹកយើងត្រូវតែស្អាតបន្ទប់ទឹកស្អាតអាហ្នឹងយើងប្រើប្រាស់ផ្ទាល់ហើយពេលដែលយើងប្រើប្រាស់បន្ទប់ទឹកយើងមិនមែនដូចកន្លែងផ្សេងយើងស្លៀកសម្លៀកបំពាក់បន្ទប់ទឹកគឺយើងវាសាច់មួយប៉ះសាច់មួយយើងហ្មងចាយើងងូតទឹកយើងប្រើប្រាស់ប្រគុណរៀងប្រើអីអាហ្នឹងវាសិតតែកត្តាដែលវាអាចនឹងងាយឆ្លងរោគមកក្នុងខ្លួនរបស់យើងពេលខ្លះយើងអត់បានយកចិត្តទុកដាក់យើងមើលរំលងថងហ្នឹងអញ្ចឹង